nhập du là bố và là bố ấy chui đi đo mua là bố nâng dụ là bố ấy cũng mai bông của bạn đằng nó cũng và nhom bát mua xong sọc kia bátอายุ46ឆ្នាំរស់នៅសប្ងៃរស់នៅក្នុងបូរីផ្សារជុកមាសបាទហើយពូពីមុនពូមានអាការៈបញ្ហាសុខភាពលពូនោះយ៉ាងម៉េចដែរពូបានមុននឹងប្រើប្រាស់ជាមួយនឹងម្សៅយិនសិនម៉ាឡេស៊ីនេះបាទលពូជួយរៀបរាប់ពីអាការៈដែលធ្វើទុកលពូនេះពូណាកាលពីមុនចេះកាលឆ្នាំ2017ខ្ញុំគ្រោះថ្នាក់ចរាចរណ៍ទៅដល់វាអត់មានតន់ធ្វើទុកអីដល់ពីឆ្នាំ2019វាចាប់ដើមធ្វើទុកវាស្ទះឈាមកកក្នុងខ្សែឈាមខួរក្បាលស្ទះខ្សែឈាមកកក្នុងខ្សែឈាមខួរក្បាលទៅវាធ្វើឲ្យខ្ញុំស្លាប់មួយចំហៀងខ្លួននេះឯងបាទដល់ពេលអញ្ចឹងខ្ញុំចូលសម្រាប់ពេទ្យដល់ពេទ្យគេនិយាយថាអស់លទ្ធភាពហើយចូលសម្រាប់ពេទ្យល្បីទេពេទ្យយើងនៅត្រូវខាងកើតនោះបាទនៅក្នុងពេទ្យនេះនៅដដែលពេទ្យគេវាយថ្នាំរំលាយឈាមកករំលាយឈាមអីរួចហើយប៉ុន្តែវាធ្វើទុកផលវិបាកវាទៅជាស្លាប់មួយចំហៀងខ្លួនវាដូចជាអាការៈស្លាប់ជាងខ្លួនដូចជាអាការៈដែលលើសឈាមដូចឡើងឈាមដូចគ្នាអានេះស្ទះឈាមកកក្នុងខ្សែឈាមខួរក្បាលបាទអាហ្នឹងដូចវាអាការៈរោគវាធ្វើទុកដូចជាឡើងឈាមដូចគ្នាប៉ុន្តែដល់ពេលអញ្ចឹងវាទៅជាងាប់ជាងខ្លួនខ្ញុំមកផ្ទះអាការៈរោគហ្នឹងនៅដដែលវានៅតែស្ដោកស្ដឹងដដែលហ្នឹងលពូចេញពីពេទ្យមកនៅតែអាការៈនៅធ្វើទុកពូស្ដោកស្ដឹងនៅតែដើរមនុស្សធ្វើអីអត់កើតទេហើយនៅនេះខ្ញុំឈឺតាមស្លាក់ដៃស្លាក់ជើងចុកឆ្អឹងចុកឆ្អែងឈឺឆ្អឹងជើងឆ្អែងឈឺហួលនោះឆ្អឹងខ្លាំងហ្មងហើយបាទតាមដៃតាមជើងនេះស្លាក់ដៃស្លាក់ជើងហើមហ្មងហើមលពូនោះហើមហើយឈឺហួលនោះឆ្អឹងទៀតដល់ពេលបាទឈឺហួលនោះឆ្អឹងហើយខ្ញុំដេកសម្រាប់យូរប៉ុន្តែបានព័ត៌មានពីអ្នកចិត្តខាងពីបងស្រីម្នាក់គាត់មកសួរសុខទុក្ខខ្ញុំទៅគាត់ក៏ប្រាប់ដំណឹងអំពីថ្នាំយិនសិនរបស់ម៉ាឡេស៊ីនេះបាទគាត់ថាពួកឯងយកថ្នាំយិនសិននោះសាក់លបងលេបសាក់មើលបាទខ្ញុំក៏លេបអាថ្នាំយិនសិនហ្នឹងទៅលេបទៅអាការៈដែលខ្ញុំធ្វើទុកពីមុនមកដូចជាតឹងណែនដៃណែនជើងចុកចាប់ឆ្អឹងឆ្អែងទាំងអស់ហ្នឹងគឺក៏បាត់ធូចាប់ពី3ថ្ងៃប្រើបាន3ថ្ងៃដឹងសិទ្ធិភាពថាធូដល់ពូណាដឹងសិទ្ធិភាពថាធូហើយអាចដើរបានទៀតអឺលឿនលពូ3ថ្ងៃខ្ញុំបាទ3ថ្ងៃវាបាត់ជិះចុកចាច់ខ្ញុំអាចដើរបានម្ដងអញ្ចឹងលពូណាបាទអូអញ្ចឹងប្រសិទ្ធភាព3ថ្ងៃបាទឃើញសិទ្ធិភាពហើយបាទ3ថ្ងៃឃើញសិទ្ធិភាពអាចដើរបានតិតខ្ញុំក៏ចាប់ដើមលេបបន្តទៀតរហូតដល់ឥឡូវលេបរហូតដល់ឥឡូវនេះខ្ញុំលេបអស់ប្រហែលជា7 8កំប៉ុងហើយបាទអូដើម្បីអាការដូចថាអាការលពូធ្ងន់ធ្ងរដែរលពូណោះធ្ងន់ធ្ងរខ្ញុំត្រូវខ្ញុំលេបរហូតបាទយូរដែរណាពូប៉ុន្តែឥឡូវពូប្រើអស់ប្រហែលចូល7កំប៉ុងដែរលពូណោះ7 8កំប៉ុងហើយបាទប៉ុន្តែអត់មានធ្វើទុកអីទៀតទេលពូណោះឥឡូវអត់មានធ្វើទុកអីទៀតទេបាទតែពូឥឡូវនៅប្រើបន្តឬក៏ផ្អាកហើយពូឥឡូវខ្ញុំផ្អាកហើយប៉ុន្តែផ្អាកហើយប៉ុន្តែខ្ញុំនៅតែមានថ្នាំនឹងនៅជាប់នឹងខ្លួនដដែលត្រង់ថាទុកការពារថ្ងៃណាមួយទៅដែលខ្ញុំហាត់ប្រានេះឈប់ជ្រុលអីចឹងទៅវាឈឺចុកចាប់ឆ្អឹងឆ្អែងសាច់ដុំអីទៅខ្ញុំលេប2គ្រាប់អីចឹងទៅបាទវាជាក់ស្ដែងចឹងមែនបាទប៉ុន្តែលពូពេលលពូផ្អាកហ្នឹងអត់មានធ្វើទុកអីទៀតលពូនោះអត់មានធ្វើទុកអីទៀតទេបាទផ្អាកប៉ុន្មានថ្ងៃលពូផ្អាកយូរដែរពូនេះខ្ញុំផ្អាកយូរដែរហើយមើលផ្អាកចង់1ខែហើយប៉ុន្តែអាការៈដែលលពូឈឺអួលឆ្អឹងអីហ្នឹងគឺវាអត់រើឡើងវិញបាទបាត់ឈឺអស់លេងបាទអូហ្នឹងហើយលពូហើយលពូសុបាយចិត្តលពូដែលបានប្រើទៅត្រូវនឹងជំងឺលពូអញ្ចឹងលពូបាទឥឡូវខ្ញុំសុបាយចិត្តថាកងបានគុណថ្នាំនេះកុំអីនេះខ្ញុំមិនដឹងទៅយ៉ាងណាផងព្រោះខ្ញុំទើបតែចេញពីពេទ្យហ្នឹងពេទ្យគេថាវាសនាខ្ញុំនឹងអង្គុយលើអាទិះមកជីវិតផងបាទខ្ញុំចង់អស់សង្គមក្នុងជីវិតហើយបាទប៉ុន្តែគង់បានគុណថ្នាំនេះខ្ញុំមិនភ្លេចគុណទេថ្នាំហ្នឹងដោយសារបានថ្នាំហ្នឹងឯងបានជួយជីវិតខ្ញុំបានដើរបានធ្វើចលនាបានវិញហ្នឹងគឺខ្ញុំអរគុណមែនតើបាទ
ណែលោកពូហើយជាចុងក្រោយលោកពូមានពាក្យពេចន៍អីចង់ផ្ដាំផ្ញើទៅពុកម៉ែបងប្អូនដែលមានអាការដូចលោកពូហើយគាត់បាត់ដឹងអញ្ចឹងលោកពូ បាទអញ្ចឹងញោមសូមជម្រាបប្រាប់ប្រជាជនខ្មែរយើងគឺបងប្អូនទាំងអស់គ្នាទូទាំងប្រជាជាតិកម្ពុជានេះបើសិនជាមានអាការៈរោគដូចជាខ្ញុំដូចជាឈឺឆ្អឹងឆ្អែងឈឺចុកចាប់សាច់ដុំឈឺសន្លាក់ដៃជើងឈឺចុកចាប់អាការៈឈឺនិយាយរស់អាការៈឈឺដូចខ្ញុំទាំងអំបើមិនដែលខ្ញុំបានរៀបរាប់ហ្នឹងគឺជីវថ្នាំនឹងយកទៅប្រើប្រាស់ទៅគឺពិតជាមិនខុសអំណងទេបាទ Jensen Malaysia នេះលោកពូ Jensen Malaysia បាទ